សូមជូនអត្ថបទស្ដាប់ភាសាខ្មែរថ្នាក់ទី10រឿងសិរីធម៌កាលពីព្រេងនាយកន្លងយុគអង្វែងហើយនោះមានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិនៅទីក្រុងពិរិណាសីនៅទីក្រុងនេះមានសេដ្ឋីម្នាក់ឈ្មោះសិរីធម៌សេដ្ឋីនេះមានចិត្តសប្បុរសធម៌ធ្វើទានរក្សាសីលជានិច្ចគ្រានោះមានព្រះបច្ចេកពុទ្ធមួយអង្គក្រោយដែលបានចេញពីនិរោធសមាបត្តិក្នុងគម្រប់7ថ្ងៃហើយលោកបាននិមន្តទៅបិណ្ឌបាតនៅផ្ទះសិរីធម៌សេដ្ឋីនៅពេលបាយព្រឹកសេដ្ឋីបានក្រឡេកឃើញកើតសេចក្តីជ្រះថ្លាបានយកអាហារភោជនដែលគេបំរុងទុកសម្រាប់ខ្លួនដាក់បាតព្រះបច្ចេកពុទ្ធទាំងអស់ក្រោយដែលបានប្រគេនចង្ហាន់ដល់ព្រះបច្ចេកពុទ្ធហើយសេដ្ឋីកើតចិត្តជ្រះថ្លាក្រៃលែងស្រាប់តែកើតទឹកភោជនពេញភាជភួតរបស់សេដ្ឋីយ៉ាងអស្ចារ្យមានក្លិនក្រអូបផ្សព្វផ្សាយទូទៅអ្នកបម្រើលើកទឹកភោជនជូនសេដ្ឋីបរិភោគឆ្អែតស្កប់ស្កល់ហើយក៏ចែកជូនបណ្ដាជនក្នុងផ្ទះនិងក្រៅផ្ទះបានបរិភោគឆ្អែតទាំងអស់គ្នាជនទាំងឡាយបានមកជួបជុំគ្នាជាច្រើននៅផ្ទះសេដ្ឋីហើយនាំគ្នាពោលសរសើរភ័ព្វសំណាងនិងផលទានរបស់សេដ្ឋីក៏បានសម្ដែងផលឡានិសង្ឃនៃទានដូចនេះថាអ្នកទាំងឡាយចូលមើលលទ្ធផលនៃការបរិច្ចាគទានដោយសទ្ធាឥទ្ធិពលនៃបាយរមែងឲ្យបានសម្រេចសេចក្តីប្រាថ្នាទាំងពួងទាំងក្នុងលោកីទាំងក្នុងបរមលោកឲ្យទានបាយជាទាននៅមកនៅលទ្ធផលគឺអាយុវណ្ណៈសុខៈពលៈឲ្យមានយសឲ្យមានកិត្តិយសស័ព្ទនិងបរិភានទាំងក្នុងលោកីទាំងក្នុងបរមលោកដោយហេតុនេះអ្នកមានប្រាជ្ញាការបើឃើញច្បាស់នៅសារៈប្រយោជន៍របស់ខ្លួនគួរបីបរិច្ចាគទានមិនគួរបីលុះដោយសេចក្តីកំណាញ់ត្បិតសេចក្តីកំណាញ់ជាកំហុសមួយដែលយើងត្រូវលះបង់ចេញជាដាច់ខាតកាលចប់ពាក្យទូន្មាននៃសិរីធម៌សេដ្ឋីពួកមហាជនក៏មានចិត្តត្រេកអរសោមនស្សណាស់នាំគ្នាបូជាធម៌ទេសនាដោយចិត្តជ្រះថ្លាសាទរជាអនេកមហាមេឃបង្អោបភ្លៀងសុទ្ធតែភ្ញីផ្កាផ្សេងជាអស្ចារ្យក្រៃលែងសេដ្ឋីចិត្តសប្បុរសធម៌ដ៏ប្រសើរនេះបានជួបប្រទះតែនឹងជោគជ័យសិរីសុខសួស្តីដរាបដល់អស់ជីវិតហើយបានទៅកើតក្នុងឋានទេវលោកដែលប្រកបដោយសេចក្តីសុខសុភមង្គលរាល់ទិវារាត្រីក្រៃលែងជាងសេចក្តីសុខសប្បាយទាំងឡាយនៅឋានមនុស្សលោកនេះជាភិយោភាពតរៀងទៅដកស្រង់ចេញពីបញ្ញត្តិជាដកសង្ខេបរបស់លោកញោមថេម